បាច់ស្រមោចចាំមើលមិនដល់3ខែទេខ្ញុំនឹងឲ្យឯងខាត់បងអស់ដើមលុតជង្គង់ត្រឡប់មកចាំមើលចុះបងខ្លាំងឯងពូកែណាស់ពេលដឹកទំនិញនេះចេញទៅលុយ35លានចូលហោប៉ោភ្លាមមិនខ្វល់ថាជ្រូកឈឺអត់ទេលុយចូលដៃទៅសំខាន់ចាំងហ្វេងនឹងមិនចេះដឹងក្តីគិតថាអត់គាត់ខ្ញុំជូដាខ្លាំងមិនអាចរកស៊ីបានទេខ្ញុំនៅតែរកលុយបានកសិដ្ឋានចាស់របស់គាត់មួយឆ្នាំរកបាន100,000ក៏សំណាងណាស់ហើយចង់ប្រជែងជាមួយខ្ញុំអីជ្រូកនេះចិញ្ចឹមបានល្អណាស់មើលស្បែករលោងភ្លឺថ្លាធំដូចកូនគោមានស្មារតីរស់រវើកលោកចាំងហ្វេងខ្ញុំលេខធ្វើការជាមួយជ្រូក30ឆ្នាំដើរគ្រប់កសិដ្ឋានក្នុងខេត្តខ្ញុំហ៊ានស្បត់ថាមិនដែលឃើញជ្រូកគុណភាពល្អបែបនេះទេមើលសន្ទុះសុខភាពនេះរូបរាងនេះនិយាយដោយមិនអួតជាជ្រូកពីស្ថានពូជរបស់ខេត្តថែមទៀតចុះអ្នកចិញ្ចឹមយ៉ាងម៉េចបានល្អលោកនេះយកលីសរតាមពិតគ្មានអាចកំបាំងគ្រាន់តែផ្ដោតលើការលីចំណីនិងការពារជំងឺបន្តិចបន្តួចវិធីសាស្ត្រផ្ទាល់លោកចាំងហ្វេងមិនមែនបន្តិចបន្តួចទេនេះមិនមែនវិធីជាបច្ចេកវិទ្យាស្នូលអាចផ្លាស់ប្ដូរស្រុកឧស្សាហកម្មចិញ្ចឹមជ្រូកបច្ចេកវិទ្យានេះផ្សព្វផ្សាយអនាគតឧស្សាហកម្មជ្រូកក្នុងក្រុងយើងមានសង្ឃឹមលោកអភិបាលខ្ញុំលីហ៊ានភ្នាល់អាយុការងារ30ឆ្នាំបើរឿងនេះមិនសម្រេចខ្ញុំលែងធ្វើនយោបាយលីរឿងធំម្លេះទេមើលទៅបារម្ភខ្លាំងអង្គុយនិយាយសិនលោកអភិបាលនេះមិនមែនរឿងតូចទេជារឿងធំដែលអាចប្រែឧស្សាហកម្មជ្រូកឲ្យរីកចម្រើនម្សិលមិញខ្ញុំទៅមើលកសិដ្ឋានចាំងហ្វេងនឹងអ្នកមិនទាន់ឃើញវាទេអូខ្ញុំនិយាយមិនចេញទេគ្រាន់តែទៅមើលមួយផ្លែតនឹងយកគ្រប់យ៉ាងរីកាថាខ្ញុំសរសេរហួសហេតុពេកប៉ុន្តែយើងជាអ្នកធ្វើការពិតគេថាមិនស្មើឃើញផ្ទាល់ខ្ញុំនឹងទៅមើលជាមួយអ្នកឥឡូវតើអ្វីទៅដែលលាក់កំបាំងនេះមានសមត្ថភាពអស្ចារ្យនេះមិនសាមញ្ញទេលោកលីនិយាយត្រូវហើយរបស់អ្នកពិតជាមានតម្លៃលោកចេញក្រុមប្រឹក្សាភូមិបានសម្រេចចិត្តយកកន្លែងមណ្ឌលតាំងពីពណ៌ចិញ្ចឹមត្រូវការអ្វីសូមនិយាយត្រូវការដីឲ្យដីត្រូវខ្ញុំនឹងទៅសម្របធ្វើឲ្យធំឡើងអរគុណលោកអភិបាលរងលីការពង្រីកទំហំខ្ញុំគ្មានបញ្ហាទេប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយនិយាយមកមើលខ្ញុំចង់បង្កើតសហគមន៍ចិញ្ចឹមខ្ញុំចង់ទាញប្រជាជនជុំវិញមកខ្ញុំនឹងផ្ដល់កូនជ្រូកគុណភាពស្តង់ដារចំណេះការណែនាំបច្ចេកហើយទិញតាមតម្លៃធានាអបបរមកដូចគ្នាពេលនោះខ្ញុំចំណេញច្រើនអ្នករាល់គ្នាក៏បានច្រើនដែរល្អណាស់មានចក្ខុវិស័យនឹងការទទួលនេះហើយជាការជំរុញឧស្សាហកម្មចេញហ្វុងសហគមន៍របស់អ្នកខ្ញុំគ្រប់គ្រងពេញទំហឹងលោកចេញផ្ទះខ្ញុំមានតែប៉ុន្មានហិកតាទេជង្រុកក៏ចាស់ដែរតែធ្វើបានទេពួកគ្មានបញ្ហាទេបើកន្លែងត្រូវតាមស្តង់ដារណានៅសល់ទុកឲ្យខ្ញុំក្នុងកិច្ចសន្យាច្បាស់លាស់កូនជ្រូកចំណីបច្ចេកទេសខ្ញុំទទួលចុងក្រោយទិញតាមតម្លៃការអ្នករាល់គ្នាចំណេញប្រាក់លោកចេញខ្ញុំជឿអ្នកពីនេះទៅខ្ញុំនឹងធ្វើតាមអ្នកបងឈៀងអត់ល្អទេចេញហ្វុងនោះប្រញាប់ប្រញោលដូចមេក្រូលំគាត់បង្កើតសហគមន៍អ្វីអ្នកចិញ្ចឹមជ្រូកចិត្ត20គ្រួសារថានឹងផ្គត់ផ្គង់លក់រួមគ្នាតាមសហគមន៍មើលទៅគាត់ក្រីក្របែបនៅហ៊ានរៀនគេលេងគិតថាចិញ្ចឹមជ្រូកដូចលេងជាង20គ្រួសារប៉ុណ្ណឹងមិនគ្រប់ថ្មិញអញទេទុកឲ្យគាត់រញ៉េងចង់មើលថាគាត់យកអីទៅខ្សែសង្វាក់កសិករទាំងនោះនឹងឆ្កេះគាត់មិនបាច់យើងធ្វើអីទេលោកវ៉ាងកុំបារម្ភពេលណាមានបញ្ហាដុំបន្ទាប់គ្មានបញ្ហាទេខែក្រោយបញ្ជូនឲ្យលោកតាន់ពេលអញ្ចឹងទៅចោះមានអីឪបងឆាំងមានរឿងធំនិយាយមកជ្រូករបស់យើងស្លាប់អស់ហើយពេលនេះរោងចក្រត្រូវបិទគប់អ្នកសារព័ត៌មាននិងសក្រុមស៊ើបអង្កេតកំពុងមកដល់ហេលោកលីសូមលោកស្ដាប់ខ្ញុំពន្យល់ពីដុំនេះខ្ញុំគ្មានពេលស្ដាប់ទេជ្រូកដែលអ្នកផ្ដល់1-3មានជំងឺសូម្បីតែ3ក្បាលស្លាប់ពាក់កណ្ដាលផ្លូវលោកលីនេះប្រកាសជាការយល់ច្រឡំខ្ញុំយល់ច្រឡំបានត្អូញត្អែទៅកាន់ទីផ្សារដឹងទេថាហេតុការណ៍ធ្វើឲ្យខ្ញុំខាតចាំទទួលមិនត្រឹមតែប្រាក់ការខូចខាតរបស់ខ្ញុំអ្នកត្រូវសងទាំងអស់អ្នកគឺជាចៅហ្វាយកស្ថានជ្រូកភ្នំឆាំងនេះគឺការិយាល័យត្រួតដោយសារមានពាក្យបណ្ដឹងពីការផ្គត់ផ្គង់ជ្រូកមកពីស្ថានឥឡូវនេះសូមបញ្ឈប់សកម្មភាពទាំងហើយសហការជាមួយការស៊ើបអង្កេតបងឆាំងធ្វើម៉េចទៅបើគេរកឃើញយើងចិត្តណាដាក់មេរោគលោកនោះគឺជាបទក្រិតចប់ហើយចប់ទាំងអស់សៀវហ្វុងជួយខ្ញុំផងបងសុំអញហើយជ្រូកដែលមានសុខភាពល្អនៅដៃអញបងយកទាំងអស់អញដាក់ថ្លៃប៉ុន្មានក៏បានក្រុមហ៊ុន COV ដេញរកជួយបងម្ដងនេះតែម្ដងទេបងលុតជង្គង់ថ្វាយបង្គំអញបងខុសហើយបងនិយាយមាត់អាក្រក់បងមើលមនុស្សមិនឃើញអញមិនមែនជាអ្នកចាក់ថ្នាំថោកអញជាទេពកោសល្យខាងចិញ្ចឹមជ្រូកដោយទេវតាជួយបងម្ដងនេះពីនេះទៅបងស្ដាប់អញទាំងអស់បងជីដូនមួយអញនៅចាំពាក្យដែលអញនិយាយក្នុងការិយាល័យទេអញថាខ្ញុំគ្រាន់តែជាអ្នកចាក់ថ្នាំថោកទាបនាងខ្ញុំក៏ដូចគ្មានចៅតាឆាំងឯងជាអ្នកបោកលើចំណីជ្រូកដែលជំពាក់យើងចេញមកមិនសងលុយទេយើងរុះរោងជ្រូកឯងលោកចៅសៀវលីវឲ្យអញក៏មកទាប្រាក់ខែដែរគុំទាអីឥឡូវបងអត់មានលុយសោះ